Tomine, Lukaku ពីក្របរបស់ណាប៉ូលីvàក្របដំបូងគេគឺរកបានដោយកីឡាករ Lukaku នៅនាទីទី26 បាទ Romelu Lukakuជំរាបសួរប្រិយមិត្តបាល់ទាត់ជាទីមេត្រីស្វាគមន៍សាជាថ្មីថ្ងៃនេះគឺជាថ្ងៃទី10 ខែមិនិនាឆ្នាំ 2025 ថ្ងៃនេះ admin មកប្រកាសលទ្ធផលផ្លូវការទាំង 4 គូដែលស្ថិតនៅក្នុងព្រឹត្តិការណ៍សេរីអានៃអ៊ីតាលីជុំទី 28 អូខេឥឡូវយើងកុំឲ្យខាត់ពេលយូរយើងទៅមើលលទ្ធផលទាំងអស់គ្នាបាទគូទី 1 គឺជួបគ្នារវាង Lecce ប៉ះជាមួយនឹង AC Milan លទ្ធផលផ្លូវការនោះគឺក្រុមម្ចាស់ផ្ទះបានចាញ់ក្រុមហៀវ AC Milan 2-3 3គ្រាប់របស់ AC Milan មកគ្រាប់ដំបូងគេគឺជាបាល់ goal on ដោយកីឡាករបាទ Gallo Antonino Gallo នៅនាទីទី 68 បាទចូលទីខ្លួនឯងចំណែកឯគ្រាប់ទី 2 គឺរកបានដោយកីឡាករ Christian Pulisic នៅនាទីទី 73 និងគ្រាប់ទី 3 បាទគឺរកបានដោយ Pulisic ដដែលនៅនាទីទី 81 គូទី 2 គឺជួបគ្នារវាងបាទ Inter Milan បាទនិង Monza លទ្ធផលផ្លូវការនោះគឺក្រុមម្ចាស់ផ្ទះ Inter Milan បានយកឈ្នះទៅលើក្រុមភ្ញៀវ Monza 3-2 3គ្រាប់របស់ Inter Milan បាទគ្រាប់ដំបូងគេគឺរកបានដោយកីឡាករ Marco Arnautovic នៅនាទីទី 45+1 ចំណែកឯគ្រាប់ទី 2 គឺរកបានដោយកីឡាករ Hakan Calhanoglu ដល់កឈ្មោះ Calhanoglu អូយនៅនាទីទី 64 និងគ្រាប់ទី 3 គឺជាបាល់ goal on ដោយកីឡាករ Poulos នៅនាទីទី 77 បាទឈ្មោះដល់កនេះឈ្មោះគូទី 3 គឺជួបគ្នារវាង Verona និង Bologna លទ្ធផលផ្លូវការនោះគឺក្រុមភ្ញៀវ Bologna បានយកឈ្នះទៅលើក្រុមម្ចាស់ផ្ទះ Verona 2-1 ពីគ្រាប់របស់ Bologna បាទគ្រាប់ដំបូងគេគឺរកបានដោយកីឡាករ Jen Orgat នៅនាទីទី 40 និងគ្រាប់ទី 2 រកបានដោយកីឡាករ Nicolo Cambehi នៅនាទីទី 78 គូទី 4 ជួបគ្នារវាង Napoli ប៉ះគ្នាជាមួយនឹង Fiorentina លទ្ធផលផ្លូវការគឺក្រុមម្ចាស់ផ្ទះ Napoli យកឈ្នះទៅលើក្រុមភ្ញៀវ Fiorentina 2-1 ពីគ្រាប់របស់ Napoli បាទគ្រាប់ដំបូងគេគឺរកបានដោយកីឡាករ Lukaku នៅនាទីទី 26 បាទ Romelu Lukaku និងគ្រាប់ទី 2 រកបានដោយកីឡាករ Raspadori នៅនាទីទី 60 បាទការបង្ហាញលទ្ធផលផ្លូវការទាំង 4 គូដែលស្ថិតនៅក្នុងព្រឹត្តិការណ៍បាទសេរីអានៃអ៊ីតាលីបាទជុំទី 28 នេះបានឈានចូលមកដល់ទីបញ្ចប់ហើយបាទអរគុណបងប្អូនដែលទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ជួបខ្ញុំនៅវីដេអូក្រោយទៀត